គោរពជាសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តដែលនិយមចូលចិត្តស្រឡាញ់ទៅនឹងវិស័យទូកងថ្ងៃនេះខ្ញុំបាទកូនទូកចូល TikTok នោះក៏អត់ឃើញនៅវីដេអូទូកមួយគ្រឿងដែលជាបោះពុកម៉ែបងប្អូនយើងអ្នកនៅខាងកម្ពុជាក្រោមណាហើយសម្រាប់មួយគ្រឿងនេះក៏ខ្ញុំបានឃើញ admin ផ្សេងទៀតគឺគាត់បានផុសនឹងក៏ចែកចម្លែកជាច្រើនមែនទែនតើតជាមួយនឹងទូកមួយគ្រឿងនេះណាដោយសារតែមានការចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើគំនូនៅច្រកកណានៅកន្លែងកបន្តិចហ្នឹងគឺមានរូបដំរីហើយមានផ្លុកដំរីនោះដល់ទៅ4ទៀតផងបងប្អូនអរគ្នាទាំងឆ្វេងទាំងស្ដាំអញ្ចឹងណាហើយបើនិយាយពីគំនូវិញគឺឃើញថាភ្លឺជះស្អាតមែនទែនវាថាលិចជាទៅគំនូនេះវាមើលទៅភ្លឺប្លែកតែម្លងណាពុកបងប្អូនអរគ្នាហើយបើនិយាយពីថាទឹកដៃជាងគឺថាមិនធម្មតាទេគូបានប៉ុណ្ណេះស្អាតខ្លាំងណាពុកបងប្អូនអើយគំនូប្រភេទនេះសម្រាប់ខ្ញុំមកបើតាមដឹងខ្លះមកប្រភេទគំនូនេះអាចជាគំនូសម័យពុកបងប្អូនអរគ្នាបើសិនជានិយាយខុសអាចជួយ comment ប្រាប់ផង